ក្លឹបដែលពេលនេះធំជាងគេនៅបារាំងត្រូវបានបង្កើតឡើងប្រមាណ100ឆ្នាំមុនប៉ុណ្ណោះនេះគឺជារឿងរ៉ាវដើមកំណត់ Paris Saint-Germain ក្លឹបដែលកើតឡើងពីសុបិនស៊ីរឺសម្រាប់ទីក្រុងប៉ារីសឆ្នាំ1970ត្រូវបានចាត់ទុកថាជាឆ្នាំកំណត់ PSG ការរួមបញ្ចូលគ្នារវាង Paris FC និង Stade Saint-Germain បានបង្កើតក្លឹបថ្មីមួយមានគោលដៅច្បាស់លាស់ធ្វើឲ្យប៉ារីសមានក្លឹបធំក្នុងរយៈពេលត្រឹម2-3 ខែក្លឹបនេះបានទទួលការគាំទ្រខ្លាំងពីអ្នកគាំទ្រនៅទីក្រុងហើយចាប់ផ្ដើមផ្លាស់ប្ដូរបាល់ទាត់បារាំងនៅសម័យដំបូង PSG មិនមែនជាក្លឹបមានសម្បត្តិរឹកស្រាតែពួកគេចង់បង្ហាញថាប៉ារីសអាចមានកម្លាំងក្នុងបាល់ទាត់តារាដំបូងដូចជា Moustapha Daleb, John Djerkaeff និង Luis Fernandez បានបង្កើតអត្តសញ្ញាណក្លឹបសម្រាប់ទីក្រុងនិងធ្វើឲ្យ PSG ក្លាយជាក្រុមម្នាក់ដែលគេតែងតែគេចខ្លួនពិបាកឆ្នាំ1982 PSG ឈ្នះ Pin Coupe de France ជាលើកដំបូងនេះគឺជាអន្តរាគមន៍ដ៏សំខាន់ដែលបង្ហាញថា PSG មិនមែនជាក្រុមតូចទៀតឡើយឆ្នាំបន្ទាប់1983ពួកគេចូលវាស UCL European Cup ជាលើកដំបូងក្លាយជាចំណុចចាប់ផ្ដើមក្នុងការឡើងកំពូលអឺរ៉ុបក្នុងទសវត្សរ៍ 80s PSG ក្លាយជាក្លឹបមានមូលដ្ឋានគង់វង្សការទិញទុនបញ្ជាក់កីឡាករថ្មីនិងការគាំទ្រខ្លាំងពី Ultras Paris បានធ្វើឲ្យ PSG ក្លាយជាទឹកចិត្តថ្មីរបស់ប៉ារីសក្លឹបមិនទាន់ធំដល់កម្រិតពិភពលោកប៉ុន្តែគេដឹងច្បាស់ថា PSG កំពុងដំណើរឆ្ពោះទៅកាន់ភាពធំ PSG បានកើតឡើងក្នុងរយៈពេលខ្លីតែបានធ្វើឲ្យប៉ារីសមានសុបិនថ្មីប៉ុន្តែរឿងពិតនៃការកើនឡើងរបស់ PSG នឹងចាប់ផ្ដើមនៅទសវត្សរ៍ 2000 ពេល Ronaldinho មកដល់ជួបគ្នា EP2